ជាកិច្ចផ្ដើមនេះខ្ញុំសូមទៅដល់លំយួរលំរងនីយការរងនៅគណៈកម្មការជាទីគោរពជាទីរាប់អាននេះខ្ញុំមានឈ្មោះស្រួលសាសរិតាដែលរៀននៅថ្នាក់ទី4កនៃសាលាមីកវេសាខាទី5តមកប្រវេនផលអន្តរជាតិភ្នំពេញទីនេះផងដែរនេះខ្ញុំមានសេចក្តីសោកនៅរីករាយក្រៃលែងដែលបានមកប្រកួតនិយាយជាសាធារណៈក្រៅប្រធានបទរួមត្រូវតែចេះតស៊ូមនុស្សគ្រប់រូបសុទ្ធតែមានបងប្រាថ្នាចង់រស់នៅប្រកបដោយសុភមង្គលនេះកិត្តិយសនិងសេចក្តីថ្លៃថ្នូរដើម្បីសម្រេចនៅបើបំណងប្រាថ្នាទាំងនេះយើងត្រូវតែមានការអង្គដល់ព្យាយាមរៀនសូត្រនិងការតស៊ូខ្ពស់ក្នុងជីវិតអាស្រ័យហើយទើបមានទស្សនៈមួយបានលើកឡើងថារួចត្រូវតែចេះតស៊ូតើទស្សនៈខាងលើនេះបានបកកប់នៅលើសំណាសាដើម្បីជិះចូលបាយដល់ការបកស្រាយប្រទេសខាងលើឲ្យមានលក្ខណៈសេជម្រៅយ៉ាងទូលំទូលាយនោះមានន័យថាមួយគឺយើងគង់បីស្វែងនៅពីកលឹងមួយជុំជាមួយសិនបើយើងយកទៅតាមនៅវចនានុក្រមសម្ដេចព្រះសង្ឃគ្រីជូណាតពាក្យតស៊ូមិនន័យថាជំនះទៅលើក្រុមឧបសគ្គក្រុមកលៈទេសៈនេះទាំងអស់ដោយនៃប្រទេសក្រនេះចង់បង្ហាញយើងថាមនុស្សយើងម្នាក់សិនតែរកវិធីសាស្ត្រឬយុទ្ធវិធីយ៉ាងណាដើម្បីជំនះទៅលើឧបសគ្គទាំង4ក្នុងជីវិតជាការបណ្ណាការតស៊ូមានស្រាវបែបច្រើនយ៉ាងយ៉ាងណាស្រ័យតាមសមត្ថភាពជាក់ស្ដែងយ៉ាងណាមិនមនុស្សយើងត្រូវតែចេះតស៊ូពីជីវិតកំណើតរបស់ខ្លួនដើម្បីបង្ការគ្រប់ផលភាពផ្សេងៗដូចជារដូវក្តៅខុសពីធម្មតាដែររដូវរងាយើងត្រូវតែបើកការតពុនប្រសិនបើមានព្រឹត្តិការណ៍នោះយើងត្រូវរកសម្រងស្នាក់នៅជាបណ្ដាសពទន្ទឹមនឹងនេះមនុស្សយើងត្រូវតែចេះតស៊ូពីជីវិតកំណើតរបស់ខ្លួនដើម្បីបង្ការគ្រប់ផលផ្សេងៗដូចជារដូវក្តៅខុសពីធម្មតាឬងាយត្រូវបើកការតពុនទន្ទឹមនឹងនេះមនុស្សយើងត្រូវតែចេះតស៊ូពីជីវិតកំណើតរបស់ខ្លួនពោលគឺត្រូវចេះតស៊ូក្នុងខ្លួនឯងត្រូវមានការឧស្សាហ៍ជាធ្វើការងារគ្រប់បែបគ្រប់យ៉ាងឲ្យបានស្ទាត់ជំនាញត្រូវខិតខំរកស៊ីដែលខ្លួនឯងតាមស្មារតីបងដោយសុខចរិតទេក្រហមធ្វើការងារដោយមិនខ្លាចពីហត់យើងត្រូវយល់ថាបើយើងជាកូនអ្នកស្រែដែលក្រីក្រនោះយើងត្រូវខិតខំប្រឹងប្រែងរៀនសូត្ររៀនដល់ខ្លះតែជាសពកែខ្លះហើយគ្រប់មុខវិជ្ជាលើពីនេះទៀតនោះយើងត្រូវចេះតស៊ូក្នុងមនុស្សក្រុមមនុស្សនេះឯងពោលគឺត្រូវជំនះនឹងការចរណៃឈ្នះការកែប្រវត្តិពិនិត្យតែពិសេសត្រូវចេះដោះស្រាយបញ្ហាអ្វីមួយដែលប្រើប្រាស់ភាពរឹងហើយដល់ប្រើបើហកសាយើងត្រូវចេះតស៊ូទៅនឹងបញ្ហាសង្គមរៀនតស៊ូទៅកាន់អ្នកជាជាន់បើយើងក៏លេចមកសរសើរខ្មែរយើងវិញពិសេសនៅក្នុងរឿងភពនេរឆាដែលជាស្នាដៃនិពន្ធរបស់លោកឌឺអង្គនិងលោកដកគីតែឆ្លុះបញ្ចាំងអំពីការតស៊ូរបស់ជួននឹងនៅព្រមទាំងអ្នកក្លាហានបាន20នាក់របស់អ្នកភូមិក្រាំងលាវដែលបានធ្វើបម្រើចេញពីការគេសង្កត់យកគុណពីលោករេស៊ីដងបាដេនិងរះរករបស់ដើម្បីសម្រាប់លោករេស៊ីដងបាដេរហូតទៅជាជំត្រីជាស្ថាប័ននេះបញ្ជាក់ឲ្យយើងឃើញអំពីការខិតខំប្រឹងប្រែងព្យាយាមតស៊ូដើម្បីទាមទារសិទ្ធិសេរីភាពជួបប្រជែងជាពិសេសក្នុងគោលបំណងរកពុទ្ធិខាបងពុនគួរសមត្ថភាពផងដែរយ៉ាងវិញយើងត្រូវតែចេះតស៊ូក្នុងអារម្មណ៍បីខុសតម្រូវទៅរើបំរាស់ចេញពេលទំនាក់ទំនងឲ្យវិជ្ជាមួយចំនួនថែមទៀតផងមនុស្សនៅក្នុងសង្គមនីមួយៗមិនមែនមានចិត្តស្ទើរទៅលើកំណើតរបស់បីអ្វីមួយដែលមិនមានភាពជាច្បាស់លាស់ណាមួយមកបញ្ជាក់បានច្បាស់លាស់ថាជាជំនឿប្រកបនោះទេជាប់ជាមួយនឹងជំនឿដែលមនុស្សបានមានជំនឿយកសង្កេតឃើញទស្សនវិជ្ជាទំនើបរបស់តែផ្លែជាច្រើនដែលមនុស្សយកមកគ្រប់គ្រងឯខ្លះទៀតជាទំនើបរបស់ឯខ្លះទៀតជាទំនើបរបស់ដែលមនុស្សយកមកគ្រប់គ្រងតែសោះជាប់ជាមួយនឹងមនុស្សនៅក្នុងសង្គមមួយបើយើងក្រឡេកទៅមកមើលនៅក្នុងរឿងទុកទាវឆ្លងបញ្ចាំងអំពីការប្រឆាំងនឹងទំនៀមទម្លាប់របស់ម្ដាយតែថាសម្ដែងថាអ្វីគ្រប់យ៉ាងគឺឪពុកម្ដាយជំនាញឲ្យគឺកូនគ្នាសិស្សសម្រាប់ចិត្តខ្លួនឯងនោះទេដូចជាពាក្យមួយបាទពោលឡើងថានំមិនធំជាងទៀលសរុបសេចក្តីមកនៅក្នុងការរស់នៅយើងត្រូវចេះតស៊ូនឹងធម្មជាតិតស៊ូនឹងជីវភាពតស៊ូនឹងគម្លាតសង្គមក៏ដូចជាការតស៊ូរឿងបំរាស់ជីវិតទៅទំនៀមទម្លាប់ឲ្យវិជ្ជាមួយចំនួនថែមទៀតផងឆ្លងតាមការបបស្រាយថាលើនេះរួចយើងអាចសន្និដ្ឋានទស្សនៈបានលើកឡើងថារួចត្រូវតែចេះតស៊ូពិតជា
ត្រឹមត្រូវតែពងធរក្រុមជំច្រោះនៅឡើយទេពេលព្រោះការតស៊ូអាចផ្ដល់ជំនះបានលុះត្រាតែការតស៊ូនោះនៅក្នុងគោលគំនិតច្បាស់លាស់ជាចង់បញ្ចប់នាងខ្ញុំសូមអរគុណទៅដល់អង្គមន្តការទាំងមូលដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់នាងខ្ញុំបកស្រាយនាងខ្ញុំសូមជូនពរទាំង4ប្រការគឺអាយុវណ្ណាសុខៈវលៈគង់បីគ្លីគ្លៀកឡើយ